លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី1ខែសីហាឆ្នាំ2012បានប្រកាសថារូបលោកក្រុងនឹងឡើងទៅឆ្លើយបំភ្លឺដោយផ្ទាល់មាត់យ៉ាងពឹស្ដាររយៈពេល4ម៉ោងឬ7ម៉ោងនៅក្នុងសភាជាតិនៅពេលខាងមុខនេះជំវិញតើបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមដែលកន្លងមកមេដឹកនាំគណៈបកសំរងស៊ីគឺលោកសំរងស៊ីបានចោទប្រកាន់ដោយសម្ដីធ្ងន់ធ្ងរថាលោកជាជនក្បត់ជាតិលក់ទឹកដីឲ្យវៀតណាមលោកនាយករដ្ឋមន្ត្រីកំពុងតែរងចាំលិខិតជាផ្លូវការពីសភាជាតិក៏ហៅរូបលោកទៅឆ្លើយបំភ្លឺនៅសភាជាតិនោះពាក្យចោទប្រកាន់ធ្ងន់ធ្ងរនេះហើយបានញ៉ាំងឲ្យលោកហ៊ុនសែនត្រូវតែចេញមុខឆ្លើយបំភ្លឺដើម្បីជំរះការមន្ទិលសង្ស័យនានាជូនមហាជនកុំឲ្យផន់ច្រឡំបន្តទៀតការប្រកាសចំហមើងម៉ាត់នេះគឺជាការឆ្លើយតបទៅនឹងតំណាងរាស្ត្រគណៈបកសំរងស៊ីលោកសុនឆៃដែលបានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី26ខែមិថុនាឆ្នាំ2012កន្លងទៅនេះជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមរយៈប្រធានសភាជាតិលោកហេងសំរិនសូមឲ្យលោកហ៊ុនសែនមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅសភាជាតិជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួនជាង2600នាក់នៅទីក្រុងភ្នំពេញនៅថ្ងៃទី1ខែសីហាឆ្នាំ2012បានមានប្រសាសន៍ថាលោកមិនខ្លាចនឹងការទៅឆ្លើយរឿងនេះទេចម្រាស់បញ្ជីគ្នាម្ដងនៅក្នុងសភាកន្លងទៅខ្ញុំចេះតែសរសេរឆ្លើយប៉ុន្តែលើកនេះគឺថាខ្ញុំសុំ4ម៉ោងឆ្លើយតែមកសំណួររបស់អ្នកឯងខ្ញុំសុំ4ម៉ោងចង់និយាយ7ម៉ោងក៏វាមិនតាន់គេហៅថា7 hour non stopអត់បញ្ហាទេដើម្បីបញ្យល់តាមដំណាក់មួយមកចឹងទេគឺថានិយាយឲ្យច្រាស់អែម្ដងនៅក្នុងសភាហើយបើសិនផ្សាយបន្តផ្ទាល់បានគឺផ្សាយបន្តផ្ទាល់គ្រប់ទូទស្សន៍លេងចេះម្ដងហើយមកចោលគេក្បត់ជាតិទៅអ្នកណាស្នេហាជាតិអ្នកណាក្បត់ជាតិជាមួយគ្នានេះដែរប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាវៀតណាមលោកវ៉ាកំហុងបានមានប្រសាសន៍ថាការចោទប្រកាន់កន្លងមកខុសការពិតនិងមិនអាចទទួលយកបានទេតែធម្មតាទេនៅលោកភ្លឺឲ្យវាយល់ច្បាស់ក៏ឲ្យចិត្តតែឡើងនិយាយពីជារដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំកពូលរបស់យើងសិតតែអ្នកជាន់ខ្វាត់ជាតិក្បត់អីនឹងចិត្តនិយាយឲ្យប្រាស់ទៅនឹងកើតព្រោះតែពីសុខក្រៅមកចិត្តនិយាយថាយើងនឹងឡើងប្រើផែនទីខុសផែនទីអីព្រោះមិនដឹងទៅខ្យល់ផែនទីអីផងជារាចោលគេអញ្ចឹងវាមិនកើតតើតើនឹងការកោះហៅនេះសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់សភាជាតិលោកជាមយាបនិងជាប្រធានគណៈកម្មការរបស់សភាជាតិទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាគណៈកម្មការអចិន្ត្រៃយ៍របស់សភាជាតិមិនទាន់បានកោះប្រជុំដើម្បីរៀបចំរបៀបវារៈប្រជុំសភាជាតិនៅឡើយចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់កន្លងមកដើម្បីមានរឿងដំណើររបស់សង្កាត់ទៅដល់រដ្ឋសភាយ៉ាងណានោះក៏យើងដឹងទេការប្រកាសចូលឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅពេលខាងមុខនេះត្រូវបានស្វាគមន៍ដោយគណៈបកប្រឆាំងអ្នកនាំពាក្យគណៈបកសំរងស៊ីលោកយឹមសវណ្ណនិងជាតំណាងរាស្ត្របានមានប្រសាសន៍ថាលោករងចាំចម្លើយនេះកន្លងមករងចាំមើលថាតើគាត់នឹងឆ្លើយចម្លើយអ្វីខ្លះទាក់ទងនឹងចំនួនដែលអាយដាមជើងឆៃបានបញ្ជូនទៅកន្លងមកតំណាងរាស្ត្រគណៈបកប្រឆាំងនិងសកម្មជនការពារព្រំដែននៅក្នុងស្រុកនិងនៅបរទេសបានសម្ដែងការព្រួយបារម្ភថាផែនការដោះដូរភូមិមួយចំនួនដូចជាភូមិអន្លង់ជ្រៃនិងភូមិស្រុកត្រាចនៅស្រុកពញាក្រែកខេត្តកំពង់ចាមនិងភូមិមួយចំនួនទៀតជាមួយនឹងភាគីវៀតណាមនោះធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីប៉ុន្តែប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាវៀតណាមលោកវ៉ាកំហុងបានច្រានចោលការចោទប្រកាន់នេះលោកបានបញ្ជាក់កាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2012កន្លងទៅនេះថាគ្មានភាគីណាចំណេញឬខាតទេខ្ញុំសុកសេរីវັດឈូអាស៊ី